ប្រកែកចុះប្រកែកឡើងស្រាប់តែបែកធ្លាយវីដេអូតាសក់សភ្នំត្បែងនិងមាសសុខសុភាពិតមែនធ្វើឲ្យមហាជនកាន់តែផ្ទុះការវែកញែកខ្លាំងប្រិមិត្តជាទីមេត្រីទាំងលោកតាសក់សភ្នំត្បែងនិងតារាលំដាប់កំពូលអ្នកនាងមាសសុខសុភាបានប្រកែកខ្លាំងពីរឿងពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាក្រោយពីអតីតស្វាមីលោកអេតតារាបានចោទប្រកាន់កន្លងមកយ៉ាងណាស្រាប់តែក្នុងរយៈពេលថ្មីនេះវីដេអូរបស់គេទាំងពីរបែរជាត្រូវបានគេយកមកចែកចាយពេញបណ្ដាញសង្គមធ្វើឲ្យមហាជនកាន់តែហួសចិត្តនិងមានការវែកញែកកាន់តែខ្លាំងឡើងក្រោយពីមហាជននានាចោទប្រកាន់និងរិះគន់ខ្លាំងលើរឿងបោកលុយពីតារាស្រីមាសសុខសុភាអស់ជាង$230,000យកទៅកែសម្ផស្សទិញឡានទំនើបជិះនិងមានទំនាក់ទំនងស្នេហាជាមួយគ្នាមកលោកតាសក់សភ្នំត្បែងក៏បានចេញមកបញ្ជាក់ទាំងហួសចិត្តពីអ្នកតាមច្រណែនឈ្នានីសលោកតាសក់សភ្នំត្បែងដែលកំពុងតែទទួលរងនឹងការរិះគន់ខ្លាំងរូបនេះបាននិយាយថាគួរឲ្យចង់អស់សំណើចណាស់យើងលាចាកសិក្ខាបទទៅវះកាត់រឹសដងបាតនៅថៃបែរជាគេថាយើងទៅកែមុខធ្វើនេះធ្វើនោះកាលនៅក្នុងសិក្ខាបទសក់របស់យើងវែងហើយសគេចោទថាយើងលាបថ្នាំឲ្យសហើយទុកសក់វែងដូចបិសាចលោកបានបន្តថាប៉ុន្តែនៅពេលដែលយើងលាចាកសិក្ខាបទយើងកាត់សក់ខ្លីលាបថ្នាំខ្មៅគេចោទថាយើងនៅជាប់ជំពាក់រសក្លិនសម្លេងមិនដឹងថាអ្នកទើសចង់ឲ្យយើងធ្វើបែបណាទៅតាមពួកគាត់ទៅណោឥឡូវយើងបង្ហោះរូបចាស់កាលពីជាង10ឆ្នាំមុនដែលជាប្រវត្តិអតីតកាលមុនពេលដែលយើងចូលបួសនិងរូបថ្មីឲ្យប្រៀបធៀបហើយមើលឲ្យស្គាល់យើងទៅចោះកន្លងមកយើងមិនបង្ហាញមុខមាត់ពិតគឺដោយសារតែយើងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនតែមកដល់ពេលនេះខ្ជិលលាក់ទៀតអ្នកចង់ស្គាល់មើលឲ្យច្បាស់ទៅក្នុងរូបចាស់ប៉ុន្មានសន្លឹកនោះគឺមានរូបចាស់មួយសន្លឹកដែលមិត្តភ័ក្តិនៅសិង្ហបុរីអញ្ជើញទៅចូលរួមក្នុងការច្រៀងលេងកម្សាន្តនៅសិង្ហបុរីអ្នកដែលចង់ដឹងពីប្រវត្តិអតីតកាលសូមអញ្ជើញមើលចុះយើងបង្ហោះឲ្យស្គាល់ឲ្យឃើញទន្ទឹមនឹងការចេញមកបញ្ជាក់របស់លោកតាសក់សភ្នំត្បែងបែបនេះតារាចម្រៀងមាសសុខសុភាក៏បានចេញនូវវីដេអូសារជាថ្មីក្នុងន័យចង់ឲ្យមហាជនវែកញែកឲ្យដាច់រវាងការចែកផ្លូវគ្នាជាមួយស្វាមីលោកអេតរ៉ាដានិងលោកឪសក់សភ្នំត្បែងដែលខ្លួនគោរពស្រឡាញ់និងបានជួយជីវិតនាងកន្លងមកជារៀងពីរដាច់ដោយឡែកពីគ្នាអ្នកនាងមាសសុខសុភាក៏បានចេញមុខមកបកស្រាយសារជាថ្មីនិងបានអរគុណទៅដល់អ្នកគាំទ្រព្រមទាំងមិត្តភ័ក្តិរួមអាជីពដែលបានព្រួយបារម្ភអំពីនាងក្នុងនោះអ្នកនាងក៏បានបញ្ជាក់ថាបញ្ហាផ្លូវចិត្តរបស់នាងបានជាសះស្បើយហើយយ៉ាងណាមិញអ្វីដែលជាប្រធានបទរសើបជាថ្មីក្នុងការចេញមកបកស្រាយម្ដងទៀតនោះដែលមាសសុខសុភាបានឲ្យដឹងថាការបែកបាក់ស្វាមីនិងរឿងលោកតាអេសីរឿងជំនឿគឺជារឿងដាច់ដោយឡែកពីគ្នាគ្មានអ្វីពាក់ព័ន្ធគ្នានោះឡើយលើសពីនោះអ្នកនាងបានទទូចសមអតីតស្វាមីគឺលោកអេតតារាឈប់បន្តពាក់ព័ន្ធរូបនាងខណៈកន្លងមកអ្នកទាំងពីរបានសម្រេចលែងលះគ្នាដោយសន្តិវិធីនិងតាមផ្លូវច្បាប់ទៅហើយនោះ